ដំណើរវីរភាពជុំវិញ Milky Way នៅពេលយើងមើលទៅលើមេឃពេលយប់យើងអាចឃើញខ្សែពន្លឺស្រអាប់មួយលាតសន្ធឹងឆ្លងកាត់ផ្ទៃមេឃវិទ្យាសាស្ត្រសម័យទំនើបហៅវាថា Milky Way Galaxy ឬ Galaxy Milky Way វាគឺជាផ្ទះរបស់ព្រះអាទិត្យផែនដីនិងភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង Milky Way មិនមែនជាអ្វីតូចតាចឡើយវាជា Galaxy ដ៏មហិមាមួយដែលមានផ្កាយរាប់រយពាន់លានដួងពពកឧស្ម័នធូលីអវកាសរុនខ្មៅនិងអាចកំបាំងជាច្រើនដែលមនុស្សនៅតែព្យាយាមស្វែងយល់ការធ្វើដំណើរជុំវិញ Milky Way គឺដូចជាការធ្វើដំណើរនៅក្នុងពិភពអស្ចារ្យមួយដែលពោរពេញទៅដោយអ្វីដែលលើសពីការស្រមៃរបស់មនុស្សរឿងនេះគឺជាដំណើរវីរភាពមួយនៃការស្រមើស្រមៃនិងចំណេះដឹងវិទ្យាសាស្ត្រដែលនាំយើងធ្វើដំណើរឆ្លងកាត់តំបន់ផ្សេងៗនៃ Milky Way ចាប់ពីប្រព័ន្ធព្រះអាទិត្យរបស់យើងរហូតដល់កណ្ដាល Galaxy និងលើសពីនោះទៅទៀតកំណើតនៃ Milky Way មុននឹងធ្វើដំណើរជុំវិញ Milky Way យើងត្រូវយល់អំពីប្រវត្តិកំណើតរបស់វាជាមុនសិនអ្នកវិទ្យាសាស្ត្រជឿថា Milky Way បានកកើតឡើងប្រហែល 13.6 ពាន់លានឆ្នាំមុនបន្ទាប់ពីព្រឹត្តិការណ៍ Big Bang នៅដើមដំបូងចក្រវាឡពោរពេញដោយឧស្ម័នអ៊ីដ្រូសែននិងហេលីយ៉ូមកម្លាំងទំនាញបានទាញឧស្ម័នទាំងនេះឲ្យប្រមូលផ្ដុំគ្នាបង្កើតជាផ្កាយនិង Galaxy Milky Way បានចាប់ផ្ដើមជាពពកឧស្ម័នយក្សមួយដែលបន្តវិលនិងរីកធំឡើងបន្ទាប់ពីរាប់ពាន់លានឆ្នាំ Galaxy នេះបានក្លាយជាប្រព័ន្ធដ៏ធំសម្បើមដែលមានរូបរាងជាវងស្ពាយវាមានដៃស្ពាយជាច្រើនដែលពោរពេញដោយផ្កាយថ្មីៗនិងពពកឧស្ម័នភ្លឺចែងចាំងប្រព័ន្ធព្រះអាទិត្យចំណុចចាប់ផ្ដើមនៃដំណើររបស់យើងចាប់ផ្ដើមនៅក្នុងប្រព័ន្ធព្រះអាទិត្យគ្រាន់តែជាផ្កាយធម្មតាមួយក្នុងចំណោមផ្កាយរាប់រយពាន់លានដួងនៅក្នុង Milky Way ប៉ុណ្ណោះផែនដីស្ថិតនៅក្នុងដៃស្ពាយមួយដែលហៅថា Orion Arm តំបន់នេះស្ងប់ស្ងាត់ជាងកណ្ដាល Galaxy ហើយអាចអនុញ្ញាតឲ្យជីវិតកក់កាត់ឡើងបានប្រព័ន្ធព្រះអាទិត្យធ្វើដំណើរជុំវិញកណ្ដាល Milky Way ក្នុងល្បឿនប្រហែល 828,000 គីឡូម៉ែត្រក្នុង1ម៉ោងទោះជាល្បឿននេះលឿនខ្លាំងក៏ដោយវាត្រូវចំណាយពេលប្រហែល230លានឆ្នាំដើម្បីវិលជុំវិញ Galaxy ម្ដងនេះមានន័យថាចាប់តាំងពីកំណើត Dinosaur រហូតដល់បច្ចុប្បន្នប្រព័ន្ធព្រះអាទិត្យមិនទាន់វិលជុំវិញ Milky Way បានពេញមួយជុំផងធ្វើដំណើរចេញពីផែនដីស្រមៃថាយើងកំពុងជិះយានអវកាសដ៏ទំនើបមួយដែលអាចធ្វើដំណើរលឿនជាងពន្លឺយាននេះចាក់ចេញពីផែនដីឆ្លងកាត់ព្រះច័ន្ទនិងភពជិតខាងយើងឃើញភពអង្គារដែលមានពណ៌ក្រហមស្ងួតនិងព្យុះធូលីយក្សបន្ទាប់មកយើងឆ្លងកាត់ភពព្រហស្បតិ៍ដែលមានព្យុះ Great Red Spot ដ៏ធំសម្បើមនៅចម្ងាយឆ្ងាយព្រះអាទិត្យចាប់ផ្ដើមមើលទៅតូចជាងមុនយើងឆ្លងកាត់តំបន់ Kuiper Belt និង Oort Cloud ដែលពោរពេញដោយកំទេចទឹកកកនិង asteroid នៅទីបំផុតយើងចាក់ចេញពីប្រព័ន្ធព្រះអាទិត្យហើយចូលទៅក្នុងចន្លោះដ៏ធំរវាងផ្កាយមនុស្សជាច្រើនគិតថាអវកាសពោរពេញដោយផ្កាយជិតៗគ្នាប៉ុន្តែការពិតចន្លោះរវាងផ្កាយគឺធំមិនអាចស្រមៃបានផ្កាយជិតបំផុតទៅព្រះអាទិត្យគឺ Proxima Centauri ដែលស្ថិតនៅចម្ងាយជាង4ឆ្នាំពន្លឺប្រសិនបើយើងធ្វើដំណើរដោយយានអវកាសសម័យបច្ចុប្បន្នវានឹងចំណាយពេលរាប់ម៉ឺនឆ្នាំនៅក្នុងចន្លោះនេះមានពពកឧស្ម័ននិងធូលីអវកាសដែលជាវត្ថុធាតុដើមសម្រាប់បង្កើតផ្កាយថ្មីៗតំបន់ខ្លះងងឹតនិងត្រជាក់ខណៈតំបន់ខ្លះភ្លឺចែងចាំងដោយសារផ្កាយទើបកើតNebula រោងចក្របង្កើតផ្កាយនៅពេលយើងធ្វើដំណើរឆ្លងកាត់ Milky Way យើងឃើញ Nebula ឬពពកឧស្ម័នយក្សដ៏ស្រស់ស្អាត Orion Nebula គឺជាកន្លែងកំណើតផ្កាយដ៏ល្បីមួយនៅទីនេះឧស្ម័នអ៊ីដ្រូសែនកំពុងរួមបញ្ចូលគ្នាក្រោមកម្លាំងទំនាញបង្កើតជាផ្កាយថ្មីៗពណ៌ភ្លឺស្រស់ស្អាតរបស់ Nebula កើតឡើងដោយសារកាំរស្មីពីផ្កាយក្មេងៗដែលបំភ្លឺឧស្ម័នជុំវិញមើលពីចម្ងាយ Nebula ដូចជាស្នាដៃសិល្បៈដ៏អស្ចារ្យមួយនៅក្នុងអវកាសផ្កាយយក្សនិង Supernova នៅក្នុងដំណើររបស់យើងជួបផ្កាយយក្សជាច្រើនខ្លះធំជាងព្រះអាទិត្យរាប់រយដង Betelgeuse គឺជាផ្កាយយក្សក្រហមដ៏ល្បីវាស្ថិតនៅចុងជីវិតរបស់ខ្លួនហើយអាចផ្ទុះជា Supernova នៅពេលណាមួយពេលផ្កាយយក្សផ្ទុះវាបញ្ចេញថាមពលយ៉ាងខ្លាំងដែលអាចភ្លឺជាង Galaxy ទាំងមូលមួយរយៈខ្លីការផ្ទុះនេះបង្កើតធាតុធ្ងន់ៗដូចជាមាសដែកនិងអ៊ុយរ៉ានីញ៉ូមអត្ថន័យដ៏ជ្រាលជ្រៅគឺធាតុនៅក្នុងរាងកាយរបស់យើងក៏កើតចេញពីការផ្ទុះផ្កាយបុរាណដែរមនុស្សគឺជាធូលីផ្កាយរន្ធខ្មៅ Black Hole អាចកំបាំងដ៏ធំបំផុតនៅកណ្ដាល Milky Way មានវត្ថុអាចកំបាំងមួយដែលគេហៅថា Sagittarius A វាគឺជារន្ធខ្មៅយក្សដែលមានម៉ាស់ធំជាងព្រះអាទិត្យរាប់លានដងកម្លាំងទំនាញរបស់វាខ្លាំងណាស់រហូតសូម្បីតែពន្លឺក៏មិនអាចរត់គេចបាននៅពេលយើងខិតជិតកណ្ដាល Galaxy យើងឃើញផ្កាយវិលជុំវិញ Sagittarius A ក្នុងល្បឿនខ្លាំងឧស្ម័នក្តៅភ្លឺចែងចាំងខណៈវាត្រូវបានទាញចូលទៅក្នុងរន្ធខ្មៅវាជាកន្លែងគ្រោះថ្នាក់បំផុតមួយនៅក្នុង Milky Way កណ្ដាល Milky Way គឺខុសប្លែកពីតំបន់ដែលយើងរស់នៅយ៉ាងខ្លាំងនៅទីនេះផ្កាយមានច្រើនណាស់រហូតមេឃពេលយប់អាចភ្លឺដូចពេលថ្ងៃពពកឧស្ម័នក្តៅនិងវិទ្យុសកម្មខ្លាំងធ្វើឲ្យតំបន់នេះគ្រោះថ្នាក់សម្រាប់ជីវិតប៉ុន្តែវាក៏ជាតំបន់ដ៏អស្ចារ្យបំផុតផងដែរពន្លឺពីផ្កាយរាប់លានដួងបង្កើតទេសភាពដូចក្នុងសុបិនអាចកំបាំងនៃ Dark Matter នៅពេលអ្នកវិទ្យាសាស្ត្រសិក្សាចលនារបស់ Milky Way ពួកគេបានរកឃើញអ្វីចម្លែកផ្កាយនៅគែម Galaxy វិលលឿនជាងអ្វីដែលគួរតែទៅតាមច្បាប់រូបវិទ្យាដើម្បីពន្យល់បញ្ហានេះអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាមានសារធាតុអាថ៌កំបាំងមួយហៅថា Dark Matter មិនបញ្ចេញពន្លឺទេប៉ុន្តែវាមានទំនាញគេជឿថាវាបង្កើតភាគច្រើននៃម៉ាស់នៅក្នុង Milky Way ទោះបីមនុស្សមិនអាចមើលឃើញវាក៏ដោយវាអាចជាឆ្អឹងខ្នងនៃ Galaxy ទាំងមូលជីវិតក្រៅផែនដីនៅក្នុង Milky Way មានភពរាប់ពាន់លានអ្នកវិទ្យាសាស្ត្រជឿថាភពជាច្រើនអាចមានលក្ខខណ្ឌសម្រាប់ជីវិតស្រមៃថានៅលើភពឆ្ងាយមួយមានអរិយធម៌ឆ្លាតវៃកំពុងមើលមេឃនិងសួរសំណួរដូចយើង
តើពួកគេមានរូបរាងដូចមនុស្សដែរឬទេតើពួកគេបានធ្វើដំណើរជុំវិញកាឡាក់ស៊ីដែរឬទេរហូតមកដល់ពេលនេះមនុស្សមិនទាន់រកឃើញជីវិតក្រៅផែនដីទេប៉ុន្តែ Milky Way ធំខ្លាំងណាស់ដែលការមានជីវិតនៅកន្លែងផ្សេងទៀតអាចជារឿងធម្មតាការប៉ះទង្គិចនាពេលអនាគត Milky Way មិននៅឯកោទេវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់កាឡាក់ស៊ី Andromeda ក្នុងរយៈពេលប្រហែល 4000 លានឆ្នាំទៀតកាឡាក់ស៊ីទាំងពីរនឹងប៉ះទង្គិចគ្នាផ្កាយភាគច្រើនមិនបុកគ្នាទេព្រោះចន្លោះរវាងវាធំណាស់ប៉ុន្តែរូបរាងកាឡាក់ស៊ីទាំងពីរនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលនោះ Milky Way អាចក្លាយជាកាឡាក់ស៊ីថ្មីមួយដ៏ធំសម្បើមអារម្មណ៍របស់មនុស្សនៅក្នុងចក្រវាឡនៅពេលយើងមើល Milky Way យើងអាចមានអារម្មណ៍ថាមនុស្សតូចណាស់ផែនដីគ្រាន់តែជាចំណុចតូចមួយនៅក្នុងកាឡាក់ស៊ីយក្សប៉ុន្តែជាមួយគ្នានោះវាក៏បង្ហាញពីភាពអស្ចារ្យរបស់មនុស្សផងដែរទោះបីយើងតូចក៏ដោយយើងអាចសិក្សាយល់និងស្រមើស្រមៃអំពីចក្រវាឡដ៏ធំមហិមា Milky Way មិនត្រឹមតែជាកាឡាក់ស៊ីប៉ុណ្ណោះទេវាជាផ្ទះរបស់យើងដំណើរវីរភាពរបស់មនុស្សការសិក្សាអំពី Milky Way គឺជាវីរភាពមួយរបស់មនុស្សជាតិចាប់ពីអ្នកសង្កេតផ្កាយបុរាណរហូតដល់ telescope អវកាសទំនើបមនុស្សតែងព្យាយាមយល់អំពីមេឃ Galileo បានប្រើ telescope ដំបូងដើម្បីសិក្សាផ្កាយ Edwin Hubble បានរកឃើញថា Milky Way គ្រាន់តែជាកាឡាក់ស៊ីមួយក្នុងចំណោមកាឡាក់ស៊ីរាប់ពាន់លានសប្តាហ៍ថ្ងៃ telescope James Webb និងយានអវកាសផ្សេងៗកំពុងបន្តស្វែងរកអាថ៌កំបាំងថ្មីៗអនាគតនៃការរុករកអវកាសថ្ងៃណាមួយមនុស្សអាចធ្វើដំណើរឆ្លងកាត់ផ្កាយបានពិតប្រាកដប្រហែលជាយើងនឹងបង្កើតយានអវកាសដែលអាចធ្វើដំណើរលឿនជាងពន្លឺប្រហែលជាកូនចៅរបស់យើងនឹងទៅរស់នៅលើភពផ្សេងៗក្នុង Milky Way ដំណើរនោះនឹងក្លាយជាវីរភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សដំណើរវីរភាពជុំវិញ Milky Way គឺជាការធ្វើដំណើរឆ្លងកាត់អាថ៌កំបាំងនិងភាពអស្ចារ្យនៃចក្រវាឡពីប្រព័ន្ធព្រះអាទិត្យតូចៗរបស់យើងរហូតដល់រុនខ្មៅយក្សនៅកណ្ដាលកាឡាក់ស៊ី Milky Way ពោរពេញទៅដោយផ្កាយ Nebula Supernova និងអ្វីជាច្រើនដែលមនុស្សមិនទាន់យល់អស់វាបង្ហាញថាចក្រវាឡធំជាងការស្រមើស្រមៃរបស់យើងហើយមនុស្សនៅតែស្ថិតនៅដំណាក់កាលដំបូងនៃការស្វែងយល់អំពីវាប៉ុន្តែទោះបីចក្រវាឡធំយ៉ាងណាក៏ដោយក្តីចង់ដឹងរបស់មនុស្សក៏ធំមិនចាញ់ដែរហើយដំណើរវីរភាពរបស់យើងជុំវិញ Milky Way នឹងបន្តទៅមុខជានិច្ច